សួរសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងរបស់យើងទៀតហើយហើយកាលពីភាគមុនហ្នឹងយើងក៏បានដឹងថាមីមីហ្នឹងគឺនាងបានធ្វើដំណើរដើម្បីទៅលេងស្រកតែពេលនេះឃើញថារយៈពេលនៃការធ្វើដំណើររបស់នាងគឺត្រូវចំណាយអស់រយៈពេល3ថ្ងៃដើម្បីធ្វើដំណើរទៅដល់ព្រំដែននៅក្នុងការធ្វើដំណើរហ្នឹងមីមីគឺត្រូវប្រើរទេះសេះ2រទេះសេះទី1គឺនាងត្រូវប្រើរទេះរបស់គ្រួសារអៃដាចេញពីទឹកដីប្រូវេនីទៅកាន់ព្រំដែនហើយបន្ទាប់មកហ្នឹងទើបនាងត្រូវជិះរទេះសេះតែគ្រួសាររបស់នាងហ្នឹងមកចាំទទួលនៅព្រំដែនហើយនៅពេលនេះឃើញថាមីមីគឺបានធ្វើដំណើរទៅដល់ព្រំដែនហើយឃើញថានៅទីនោះគឺពិតជាមានមនុស្សច្រើនកកកហើយមើលទៅគឺគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់មីមីឃើញបែបនោះហើយណានាងក៏បានចុះពីលើរទេះសេះក៏បានដើរទៅមើលជុំវិញនោះអីចឹងណាហើយអ្នកបើរទេះសេះហ្នឹងក៏បានប្រាប់ឲ្យមីមីហ្នឹងកុំដើរទៅទីណាឆ្ងាយអីព្រោះថាខ្លាចមានគ្រោះថ្នាក់មីមីហ្នឹងនាងក៏បានតបថាមិនអីនោះទេគឺនាងនឹងប្រុងប្រយ័ត្នហើយមួយវិញទៀតហ្នឹងគឺត្រូវចំណាយពេលយូរដែរទម្រាំនឹងអ្នកបើរទេះសេះរបស់គ្រួសារនាងមកដល់ហើយមីមីហ្នឹងក៏បានដើរមកដល់កន្លែងលក់ផ្លែឈើហើយនៅពេលដើរមកដល់ហ្នឹងអ្នកលក់ហ្នឹងបានឲ្យមីមីភ្លក់ផ្លែឈើរបស់គាត់មើលហើយនៅពេលដែលមីមីភ្លក់ទៅឃើញថារសជាតិរបស់វាហ្នឹងគឺពិតឆ្ងាញ់ខ្លាំងណាស់ដែលធ្វើឲ្យមីមីហ្នឹងណាក៏បាននឹកទៅដល់អ្នកម្ចាស់ទៀតប្រសិនបើនាងបានញ៉ាំអាហារទាំងនេះផ្លែឈើទាំងនេះជារៀងរាល់ថ្ងៃជាមួយនឹងអ្នកម្ចាស់ហ្នឹងថាវាហ្នឹងល្អប៉ុណ្ណានោះទេហើយមីមីហ្នឹងគិតចាញ់ជារូបភាពហ្មងណាថាគេហ្នឹងបញ្ចុកផ្លែឈើហ្នឹងទៅកាន់អ្នកម្ចាស់និយាយទៅអ្នកមានស្នេហាហ្នឹងលេងអីហ្នឹងក៏ភីងដែរហើយកំពុងតែគិតហ្នឹងស្រាប់តែអ្នកលក់ទំពាំងបាយជូរហ្នឹងបានប្រាប់ថាទំពាំងបាយជូររបស់គាត់ហ្នឹងគឺស្រស់ហើយនិងមានរសជាតិឆ្ងាញ់ណាស់គឺមីមីអាចសាកល្បងញ៉ាំបានពេលនេះកំពុងតែមានប្រូម៉ូសិនថែមទៀតមីមីនាងក៏បានសាកភ្លក់មើលមួយផ្លែហើយឃើញថារសជាតិរបស់វាគឺពិតជាស្រស់ហើយនិងឆ្ងាញ់លើសពីការរំពឹងទុករបស់នាងទៀតវាពិតជាឆ្ងាញ់ពិតមែនហើយស្រាប់ពេលនោះដែរស្រាប់តែបានឮសំឡេងរទេះសេះក៏សម្ដៅទៅរកមីមីហើយមីមីគ្រាន់តែឮហ្នឹងនាងក៏បានដឹងថាវាជាសំឡេងរទេះសេះអ្នកដែលមកទទួលនាងជាមិនខានឡើយព្រោះថាកម្លាំងហើយនឹងភាពរហ័សរហួនហ្នឹងគឺជាត្រកូលនិហត្ថបៃគុណបើមិនលឿនទៅចម្លែកព្រោះថាពួកគេគឺពិតជានឹករលឹកគ្នាជាខ្លាំងហើយពូពីអ្នកហ្នឹងនៅពេលដែលមកដល់ភ្លាមហ្នឹងក៏បានចាប់លើកមីមីរបស់យើងហ្នឹងចុះឡើងព្រោះថាសប្បាយចិត្តខ្លាំងពេកហើយពួកគាត់ហ្នឹងក៏បានលើកឡើងអំពីការភ្ជាប់ពាក្យរបស់មីមីថាតើហេតុអ្វីបានជាមីមីភ្ជាប់ពាក្យលឿនដល់ថ្នាក់នេះដែលធ្វើឲ្យអ្នកផ្ទះហ្នឹងពិតជាភ្ញាក់ផ្អើលហើយនឹងភ័យស្លន់ស្លោជាខ្លាំងហើយមីមីហ្នឹងក៏បានសួរថាតើឪពុករបស់នាងហ្នឹងបានខឹងជាមួយនឹងនាងមែនហើយពូពីអ្នកហ្នឹងក៏បានប្រាប់ថាគឺគាត់ក៏អត់ដឹងច្បាស់ផងដែរនៅពេលដែលទទួលបានសម្បត្តិហើយហ្នឹងគាត់មិនបាននិយាយអ្វីទេប៉ុន្តែមើលទៅទឹកមុខរបស់គាត់ហ្នឹងគឺដូចជាមិនស្រួលសោះហើយបងប្អូនស្រីរបស់មីមីហ្នឹងក៏ទន្ទឹងរង់ចាំសួរចម្លើយពីមីមីដូចគ្នានៅពេលលើបែបនោះគឺមីមីនាងមានអារម្មណ៍ថាវាពិតជាមិនមានសន្តិភាពនឹងនាងទៀតឡើយព្រោះថាអ្វីៗនឹងត្រូវបានរញ៉េរញ៉ៃនៅពេលដែលនាងទៅដល់ប្រទេសជាមិនខានឡើយហើយពូសក់ក្រហមហ្នឹងគាត់ក៏បាននិយាយថាទេអូដែលជាប្អូនរបស់មីមីនៅពេលនេះគឺពិតជានឹកមីមីខ្លាំងណាស់ហើយកំពុងតែរង់ចាំមីមីនៅឯផ្ទះហើយមិនតែប៉ុណ្ណោះហ្នឹងគាត់ហ្នឹងក៏បានធ្វើកាយវិការដូចជាប្អូនរបស់មីមីថែមទៀតដែលគ្រាន់តែមីមីលឺហើយហ្នឹងគឺពិតជាមានកម្លាំងចិត្តពេញបឹបតែម្ដងហើយនាងហ្នឹងនឹងប្រឈមមុខជាមួយនឹងគ្រួសាររបស់នាងហើយបន្ទាប់មកហ្នឹងមីមីក៏បានឡើងរទេះសេះបន្តដើម្បីធ្វើដំណើរទៅមុខទៀតបន្ទាប់ពីធ្វើដំណើរបានបន្តិចពូពីអ្នកហ្នឹងគាត់ក៏បាននិយាយថាការធ្វើដំណើរគឺត្រូវធ្វើរយៈពេលឆ្ងាយទៀតអញ្ចឹងហើយហ្នឹងគឺត្រូវជប់សម្រាប់ញ៉ាំបាយថ្ងៃត្រង់សិនបន្ទាប់មកហ្នឹងគាត់ក៏បានចូលទៅញ៉ាំនៅហាងមួយកន្លែងគ្រាន់តែមីមីចូលទៅដល់ហ្នឹងអ្នកនៅទីនោះហ្នឹងក៏បានខ្សឹបខ្សៀវគ្នាថាមីមីគឺជាកូនអភិជនខ្ពង់ខ្ពស់អីចឹងហើយតើមីមីហ្នឹងមកធ្វើអ្វីនៅទីនេះតែមីមីនិងពូហ្នឹងគឺគាត់មិនបានខ្វល់នោះឡើយហើយនឹងមិនចាប់រំវៃទាំងអស់តែពូសក់ក្រហមហ្នឹងគាត់ក៏បានសួរថាតើការរស់នៅនគររូបិនីបែបម៉េចដែរមីមីហ្នឹងនាងក៏បានតបថាវាពិតជាល្អហើយនឹងសប្បាយខ្លាំងណាស់អ្នកនៅទីនោះគឺមានចិត្តល្អចំពោះនាងពេលឮហើយហ្នឹងគាត់ក៏សប្បាយចិត្តផងដែរដែលមីមីមានក្តីសោកទៅមុនហ្នឹងហូបរបស់ពួកគេក៏បានរួចរាល់ផងដែរហើយមើលតាមហូបរបស់គេហ្នឹងគឺពិតជាទំនងខ្លាំងណាស់ដោយឃើញបែបនោះមីមីហ្នឹងនាងក៏បានញ៉ាំមួយម៉ាត់ហើយរសជាតិរបស់វាហ្នឹងគឺពិតជាឆ្ងាញ់ខ្លាំងណាស់ហើយមីមីហ្នឹងនាងបានគិតថាប្រហែលដោយសារតែទីនេះគឺនៅជិតជាមួយនឹងនគររបស់នាងហើយបានជាវាមានរសជាតិស្រដៀងគ្នាបែបនេះដោយគ្រាន់តែលើមីមីនិយាយបែបនោះហើយហ្នឹងពូពីអ្នកហ្នឹងគាត់បានសួរថាតើការញ៉ាំម្ហូបនៅនគរមូរូនិងរូបិនីហ្នឹងមានលក្ខណៈខុសគ្នាបែបម៉េចដែរហើយមីមីហ្នឹងនាងក៏បាននិយាយថាគឺវាមានភាពស្រដៀងគ្នាវាខុសគ្នាតែបន្តិចប៉ុណ្ណោះព្រោះថានៅនគររូបិនីហ្នឹងរសជាតិអាហាររបស់គេគឺមិនសូវដិតខ្លាំងដូចជារសជាតិអាហារនៅនគរយើងនោះទេទៅមុនហ្នឹងមីមីរបស់យើងហ្នឹងគឺថាញ៉ាំយកតែម្ដងហើយដល់ឃើញបែបនោះហ្នឹងគាត់ហ្នឹងក៏បានផ្គត់មីមីថាឲ្យមីមីហ្នឹងញ៉ាំតាមសម្រួលក៏មិនខំអីតែ
ពួកគេនឹងក៏បានញ៉ាំបណ្ដានិយាយគ្នាលេងបណ្ដាយ៉ាងរីករាយហើយបន្ទាប់ពីញ៉ាំរួចហើយនឹងក៏បានធ្វើដំណើរទៅមុខទៀតពេលនៅតាមផ្លូវមីមីនាងក៏បាននឹកឃើញពាក្យដែលជំនួយការបាននិយាយប្រាប់ថាទៅដល់ភ្នំមួយគឺជាភ្នំដែលគ្រោះថ្នាក់នៃការវាយប្រហាររបស់ពួកចោរហើយក៏បានគិតថាការដែលនាងធ្វើដំណើរកាលពី6ខែមុនគឺមិនមានបញ្ហាអ្វីនោះទេហើយនៅពេលដែលមីមីគិតទៅក៏បានយល់ថាពិតមែនហើយរយៈពេល6ខែវាក៏មានរយៈពេលរៀងយូរគ្រាន់បើដែរវាសមនឹងមានអ្វីមួយដែលផ្លាស់ប្ដូរអីចឹងណាហើយកំពុងតែធ្វើដំណើរហ្នឹងគឺស្រាប់តែរទេះសេះហ្នឹងក៏បានឈប់តែម្ដងដែលធ្វើឲ្យមីមីហ្នឹងបានធ្លាក់ពីកៅអីអង្គុយហើយមិនតែប៉ុណ្ណោះទាំងបែកជួររបស់នាងហ្នឹងក៏បានកពប់អស់ថែមទៀតហើយមីមីនាងក៏បានសួរថាតើមានរឿងអ្វីកើតឡើងហើយពូពីអ្នកហ្នឹងក៏បានប្រាប់ថាគឺមានមនុស្សមួយក្រុមបានឈប់ពីងមកនៅតាមផ្លូវមិនឲ្យធ្វើដំណើរឆ្លងកាត់នោះឡើយព្រមទាំងមានជាមួយនឹងសម្ភារៈគ្រប់ដៃទៀតហើយមីមីហ្នឹងនាងក៏បានគិតថាប្រហែលជាពួកគេហ្នឹងគឺជាក្រុមចោរដែលជំនួយការហ្នឹងបាននិយាយឲ្យមើលទៅហើយពូសក់ក្រហមហ្នឹងគាត់ក៏បានប្រាប់ថាទុកឲ្យគាត់ហ្នឹងជាអ្នកចោះតបបញ្ចុះបញ្ចូលពួកគេហើយបើកផ្លូវឆ្លងកាត់ហើយឲ្យមីមីហ្នឹងគឺនៅរងចាំនៅក្នុងរទេះហ្នឹងហើយមីមីហ្នឹងនាងក៏បានប្រាប់ថាឲ្យពួកគាត់ហ្នឹងដោះស្រាយដោយសន្តិវិធីអីចឹងហើយពូសក់ក្រហមហ្នឹងគាត់បានប្រាប់ថាគឺវាអាស្រ័យទៅលើការឆ្លើយតបរបស់ពួកគេថាពួកគេហ្នឹងគឺចង់បានបែបម៉េចហើយនៅពេលដែលគាត់ចុះទៅដល់ហ្នឹងក៏បានសួរថាតើមានរឿងអ្វីកើតឡើងហេតុអ្វីបានជាពួកឯងហ្នឹងមកចូលពីងផ្លូវបែបនេះគឺមើលតើពួកគេហ្នឹងគឺពិតជាខឹងខ្លាំងណាស់តែគ្រប់យ៉ាងគឺផ្ទុយទាំងស្រុងតែម្ដងដោយពួកគេហ្នឹងក៏បានសុំអង្វរឲ្យនាំពួកគេហ្នឹងចូលទៅក្នុងប្រាសាទផងដោយមីមីឃើញបែបនោះនាងក៏បានចោទតើសួរថាតើមានរឿងអ្វីកើតឡើងដោយគ្រាន់តែឃើញមីមីហ្នឹងពួកគេក៏ស្មានដឹងថាមីមីគឺជាកូនអ្នកថ្លៃថ្នូរនៃអភិជនអីចឹងហើយក៏បានចោទទៅចិត្តមីមីហើយសុំឲ្យមីមីហ្នឹងជួយពួកគេផងទៅហើយមីមីនាងក៏លេចឃើញជាមួយនឹងសម្ភារៈដែលពួកគេបានប្រើហ្នឹងគឺសុទ្ធតែជាសម្ភារៈធ្វើកសិកម្មទាំងអស់នេះសបញ្ជាក់ថាពួកគេទាំងអស់គ្នានេះគឺមិនបានបោកបញ្ឆោតហើយនឹងលេងបិចជាមួយនាងឡើយហើយមីមីហ្នឹងក៏បានសួរថាហេតុអ្វីបានជាធ្វើបែបនេះហើយពួកគេហ្នឹងក៏បានឆ្លើយថាគឺកូនស្រីរបស់ពួកគេបានបាត់ខ្លួនដែលធ្វើដំណើរតាមរយៈផ្លូវនេះអស់រយៈពេល3ថ្ងៃហើយគឺរកមិនឃើញសោះហើយពួកគាត់ហ្នឹងគឺបានទៅប្តឹងជាមួយនឹងមេភូមិប៉ុន្តែមេភូមិហ្នឹងគឺមិនខ្វល់នឹងអើពើពីទុកលំបាករបស់ពួកគាត់ឡើយមីមីស្ដាប់ឮហើយហ្នឹងនាងក៏សួរថាតើនរណាដែលគ្រប់គ្រងនៅតំបន់នេះហើយពួកគេក៏បានឆ្លើយថាអ្នកដែលគ្រប់គ្រងនៅទីនេះមានឈ្មោះថារតនាឌីហើយមីមីនាងក៏បានគិតថាឈ្មោះនេះគឺនាងមិនដែលស្គាល់ហើយមិនធ្លាប់បានជួបនោះឡើយពួកគាត់ហ្នឹងក៏បានបន្តថារតនាឌីក៏មិនដែលខ្វល់ខ្វាយពីទុកលំបាករបស់ពួកគាត់ឡើយគឺធ្វើអ្វីតាមតែចិត្តអីចឹងមិនខ្វល់ឡើយថាប្រជាជនរបស់ពួកគេហ្នឹងជួបរឿងអ្វីនោះមីមីឮហើយហ្នឹងនាងពិតជាខឹងសម្បាជាខ្លាំងហើយអ្វីបានជាធ្វើជាអ្នកគ្រប់គ្រងគេតែបែរជាធ្វើទង្វើថោកទាបបែបនេះហើយមិនខ្វល់ពីទុកសោករបស់ប្រជាជនជួបរឿងអ្វីនោះហើយមិនខ្វល់ថាប្រជាជនត្រូវការអ្វីបែរជាមិនអើពើទៅវិញឃើញថាមីមីរបស់យើងខឹងខ្លាំងពេកហ្នឹងពូពីអ្នកហ្នឹងក៏បានខត់ថាឲ្យមីមីហ្នឹងប្រយ័ត្នចិត្តសិនទៅហើយមីមីហ្នឹងនាងក៏បានបន្តថាអញ្ចឹងតែពួកអ្នកធ្វើបែបនេះគឺដើម្បីប្លន់យករទេះសេះដើម្បីធ្វើដំណើរទៅរាជវាំងមែនហើយគាត់ហ្នឹងក៏បានប្រាប់ថាពិតមែនហើយពួកគាត់ហ្នឹងគឺពិតជាមិនចង់ធ្វើបែបនេះឡើយប៉ុន្តែគឺវាគ្មានជំរឿមីមីនាងស្ដាប់ឮហើយហ្នឹងនាងក៏បានខឹងម្ដងទៀតដែរនាងនិយាយថាហេតុអ្វីបានជានៅលើលោកនេះមានមនុស្សអាក្រក់បែបនេះធ្វើឲ្យមនុស្សស្លូតត្រង់ហ្នឹងត្រូវរងទុក្ខអីចឹងណាហើយមីមីនាងក៏បានអង្គុយចោលហើយក៏បានឲ្យកូនកន្សែងដីទៅពួកគេដោយនាងបានប្រាប់ថាឲ្យពួកគេហ្នឹងយកកន្សែងនេះទៅប្រាសាទរាជវាំងហើយបង្ហាញទៅទាហាននៅច្រកទ្វារប្រសិនបើដំណើរការល្អនោះជំនួយការរបស់ព្រះអង្គម្ចាស់អាចនឹងជួយអ្នកបានហើយគាត់ហ្នឹងគឺជាមនុស្សធ្វើការលឿនហើយរហ័សហើយអ្វីដែលសំខាន់នោះគាត់ក៏ជាមនុស្សដែលល្អផងដែរពួកគេទាំងអស់គ្នាឮហើយហ្នឹងក៏បានអរគុណទៅកាន់មីមីនាងបានប្រាប់ថាលើលោកនេះគឺមានមនុស្សល្អដែលអាចឲ្យពួកគេហ្នឹងសប្បាយចិត្តបានហើយនឹងធ្វើតាមអ្វីដែលនាងបានប្រាប់ទៅហើយគាត់ហ្នឹងក៏បានអរគុណទៅកាន់មីមីម្ដងទៀតហើយគាត់ហ្នឹងក៏បាននិយាយថាគាត់នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកកូនស្រីរបស់គាត់ហើយមីមីហ្នឹងនាងក៏សង្ឃឹមថាអ្វីៗនឹងដំណើរការល្អផងដែរហើយស្រាប់ពេលនោះដែរគឺស្រាប់តែបានឮជាមួយនឹងសម្លេងវ័យមួយយ៉ាងខ្លាំងហើយពួកគេក៏បានប្រញាប់តាមមើលហើយនៅពេលទៅដល់នោះគឺឃើញថាជាក្រុមចោរបានប្លន់អ្នកធ្វើដំណើរម្នាក់ដែលជាកូនអភិជនតែមើលទៅរបស់ដែលគេប្លន់បានហ្នឹងគឺសុទ្ធតែជារបស់មានតម្លៃដែលធ្វើឲ្យក្រុមចោរទាំងអស់នោះគឺពិតជាសប្បាយចិត្តយ៉ាងខ្លាំងចំណែកឯអ្នកបរទេសសេះវិញក្រុមចោរទាំងនោះបានចាប់ចង់គាត់បានយ៉ាងងាយដោយសារតែគាត់ហ្នឹងគឺមកម្នាក់ឯងអត់មានអ្នកយាមហើយនឹងអ្នកការពារអីចឹងណាតែនោះហើយមីមីនាងក៏បានគិតយល់ថាក្រុមទាំងនេះហើយគឺជាចោរពិតប្រាកដនោះហើយមីមីក៏បានគិតថាពេលនេះតើនាងគួរតែធ្វើអ្វីទៅកាន់ពួកគេហើយមិនយូរប៉ុន្មានមីមីនាងក៏បាននឹកឃើញគំនិតមួយដែលនាងគិតថាប្រទេសសេះដែលត្រូវបានចោរប្លន់គឺធ្វើដំណើរទៅកាន់រាជធានីប្រសិនបើពួកគេកម្ចាត់ក្រុមពួកចោរទាំងអស់នោះហើយឲ្យអ្នកបរទេសសេះកសិករទៅរាជធានីដែលនោះវាជារឿងមួយដែលល្អសម្រាប់ពួកគាត់ស្វែងរកកូនស្រីរបស់គាត់ហើយក្រុមកសិករទាំងអស់នោះគាត់ក៏បាននិយាយថាគឺពួកគាត់ហ្នឹងគ្មានសមត្ថភាពឲ្យវេឈ្នះក្រុមចោរទាំងអស់នោះឡើយហើយមីមីនាងក៏បានប្រាប់ថាកុំអារម្មណ៍អីរឿងហ្នឹងក៏ទុកឲ្យនាងជាអ្នកចាត់ការដែលងាកមកចាប់អារម្មណ៍ជាមួយនាងអ្នកអង្គម្ចាស់យ៉ាងវិញតែនេះឃើញថាគាត់ដូចជាគ្មានអារម្មណ៍ក្នុងការធ្វើការនោះឡើយព្រោះ
ថាក្នុងចិត្តរបស់គាត់ហ្នឹងគឺពិតជានឹកហើយនឹងបារម្ភអំពីសុខភាពរបស់មីមីយើងខ្លាំងមែនទែនហើយជំនួយការហ្នឹងក៏បានប្រាប់ថាកុំឲ្យអ្នកអង្គម្ចាស់ហ្នឹងបារម្ភច្រើនពេកអីព្រោះថាគាត់គឺបានរំលឹកទៅកាន់មីមីច្រើនដងហើយថាឲ្យមីមីហ្នឹងត្រូវតែប្រុងប្រយ័ត្នខ្លួនហើយមួយវិញទៀតហ្នឹងផ្លូវដែលត្រូវធ្វើដំណើរក៏បានផ្លាស់ប្ដូរផងដែរដើម្បីជៀសវាងការជួបគ្រោះថ្នាក់ជាមួយនឹងពួកចោរអីចឹងណាដែលគ្រាន់តែលើជំនួយការនិយាយបែបនោះហើយក៏ធ្វើឲ្យអ្នកអង្គម្ចាស់របស់យើងហ្នឹងក៏បានធូរស្រាលចិត្តបន្តិចផងដែរដោយយើងងាកមកចាប់អារម្មណ៍ជាមួយនឹងមីមីវិញឃើញថានាងនឹងពូពីរនាក់ហ្នឹងកំពុងតែតចាត់ការជាមួយនឹងក្រុមចោរទាំងអស់នោះដែលឲ្យមីមីហ្នឹងគឺនៅលាក់ខ្លួននៅទីនេះចាំពួកគាត់នឹងតចាត់ការជាមួយនឹងក្រុមចោរតែមីមីរបស់យើងហ្នឹងគឺនាងមិនព្រមឡើយគឺនាងចង់ទៅជាមួយអីចឹងតែពូសក់ខ្មៅហ្នឹងគាត់ក៏បានប្រាប់ថាស្ត្រីដែលប្រយុទ្ធក្នុងសម្លេងបំពាក់បែបនេះគឺមិនមានភាពងាយស្រួលនោះឡើយតែគ្រាន់តែពូសក់ខ្មៅនិយាយបែបនោះហើយគឺធ្វើឲ្យមីមីហ្នឹងក៏ចាប់ផ្ដើមនឹកឃើញមុខរបស់ពូជំនួយការតែម្ដងហើយហើយគាត់ហ្នឹងតែងតែរំលឹកប្រាប់មីមីថាគឺមិនឲ្យមីមីហ្នឹងធ្វើអ្វីដែលគ្រោះថ្នាក់នោះឡើយទោះបីជាស្ថិតក្នុងកលៈទេសៈបែបណាក៏ដោយអញ្ចឹងហើយនាងក៏បានយល់ព្រមហើយបន្ទាប់មកហ្នឹងពូពីអ្នកសាច់ដុំហ្នឹងបានដើរចូលទៅហើយក្រុមចោរហ្នឹងក៏បានសួរថាតើពួកឯងហ្នឹងជានរណាគេមកធ្វើអ្វីនៅទីនេះតែមិនទាន់នឹងអីផងក៏បានវាយគ្នាតែម្ដងហើយឃើញថាក្រុមចោរហ្នឹងគ្នាច្រើនមែនប៉ុន្តែពូសាច់ដុំរបស់យើងហ្នឹងតែពីរនាក់ទេប៉ុន្តែមួយផ្លេតសោះគឺចាត់ការពួកគេហ្នឹងដួលទៅនឹងដៃអស់រលីងចំណែកឯមីមីរបស់យើងវិញឃើញថានាងមានអារម្មណ៍ថាអត់សប្បាយនោះទេកាលតែចូលមើលគេហ្នឹងគឺនាងចង់ចូលទៅវាយនឹងគេដែរអីចឹងណាហើយស្របពេលនោះដែរគឺបានឃើញជាមួយនឹងចោរកំពុងតែលួចរត់ម្នាក់ហើយឃើញបែបនោះមីមីរបស់យើងហ្នឹងមិនអត់រួចខ្លួននឹងឡើយពេលនេះគឺនាងមានរបស់លេងឲ្យសប្បាយហើយមិនបង្អង់យូរឡើយមីមីរបស់យើងហ្នឹងក៏បានចាត់ការចោរហ្នឹងជាមួយនឹងក្បាច់គុណទី30របស់នាងតែបន្តិចសោះចោរហ្នឹងសម្លាប់បាត់បន្ទាប់មកហ្នឹងមីមីក៏បានអូសចោរហ្នឹងចូលទៅក្នុងហើយស្របពេលនោះដែរក្រុមចោរហ្នឹងក៏បានឃើញថាមីមីរបស់យើងហ្នឹងចាប់បានមេខ្លងរបស់គេហើយគេហ្នឹងគឺពិតជាខឹងខ្លាំងណាស់ហើយក៏បានរត់មកចាត់ការជាមួយមីមីតែមានណាមីមីរបស់យើងហ្នឹងដាក់មួយជើងគឺថាស្វែកយំទឹកភ្នែកនឹងរំចង់ចុកដៃហើយពេលនោះដែរស្រាប់តែមេចោរហ្នឹងក៏បានដឹងខ្លួនហើយគេហ្នឹងក៏បានចាប់មីមីយើងវិញហើយនិយាយថាមីមីរបស់យើងហ្នឹងគឺពិតជាងងខ្លាំងណាស់ប៉ុន្តែគេធ្វើពុតជាសន្លប់នោះទេដើម្បីរកឱកាសចាត់ការទៅកាន់មីមីយើងវិញតែប៉ុណ្ណោះគេហ្នឹងក៏បានប្រាប់ទៅកាន់ពូសាច់ដុំពីរនាក់ហ្នឹងឲ្យឈរនៅឲ្យស្ងៀមបើមិនអញ្ចឹងទេគេនឹងសម្លាប់មីមីជាមិនខានដោយឃើញបែបនោះធ្វើឲ្យក្រុមកសិករដែលលួចមើលហ្នឹងគាត់ពិតជាភ័យជាខ្លាំងខ្លាចថាមីមីរបស់យើងហ្នឹងត្រូវចាញ់ក្រុមចោរតែមីមីរបស់យើងគឺនាងមានភ័យអីបន្តិចប៉ុណ្ណឹងអីមីមីឲ្យស្បែកនាងរើរួចបានយ៉ាងងាយហើយមិនតែប៉ុណ្ណោះហ្នឹងនាងក៏បានប្រើក្បាច់គុណទី38របស់នាងគ្រាន់តែនាងលើកដៃហ្នឹងគឺថាក្រុមចោរទាំង3នាក់ហ្នឹងរត់សាត់បកទៅនឹងដើមឈើហើយនៅសល់2នាក់ទៀតមានអីហ៊ាននៅអីទៀតគឺថារត់បាត់ជានឹងសល់ព្រាតដោយឃើញបែបនោះមីមីហ្នឹងក៏បាននិយាយថាហើយដើម្បីបានជាពួកគេហ្នឹងខ្លាចដល់ថ្នាក់នេះគឺថាអ្នកអង្គម្ចាស់របស់នាងអត់មានខ្លាចផងហើយពួកគេហ្នឹងរត់គ្មានងាកក្រោយដោយពូសក់ក្រហមលើបែបនោះគាត់ពិតជាភ្ញាក់ផ្អើលជាខ្លាំងហើយក៏បានសួរថាមីមីហ្នឹងចាប់ការចលនាទី38ហ្នឹងទៅកាន់អ្នកអង្គម្ចាស់មែនហើយមីមីហ្នឹងនាងក៏បានតបថាអត់នោះទេគឺនាងគ្រាន់តែបង្ហាញឲ្យគាត់បានឃើញប៉ុណ្ណោះចំណែកអ្នកអង្គម្ចាស់នៅឯប្រាសាទវិញគាត់ហ្នឹងក៏បានកណ្ដាស់ហើយជំនួយការហ្នឹងក៏បានសួរថាតើអ្នកអង្គម្ចាស់ផ្ដាសាយមែនអ្នកអង្គម្ចាស់ហ្នឹងគាត់បានតបថាអត់នោះទេគាត់ក៏បានបន្តថាគាត់ហ្នឹងក៏បានបន្តថាកាលណាតែកណ្ដាស់គឺមានន័យថាមានអ្នកនិយាយដើមគាត់អីចឹងណាប្រហែលជាមីមីហ្នឹងនិយាយរឿងរ៉ាវរបស់គាត់ហ្នឹងទៅប្រាប់អ្នកផ្ទះរបស់នាងជាមិនខានឡើយដោយគ្រាន់តែរំលឹកដល់ឈ្មោះរបស់មីមីហ្នឹងធ្វើឲ្យស្នាមញញឹមរបស់អ្នកអង្គម្ចាស់ហ្នឹងគឺពិតជាមានក្តីសោកតែម្ដងដែលធ្វើឲ្យជំនួយការហ្នឹងក៏បានញញឹមផងដែរហើយងាកមកចាប់អារម្មណ៍ជាមួយនឹងមីមីយើងវិញពេលនេះគឺថានាងទទួលបានពីអរគុណពីអ្នកបរទេសសាយគាត់ពិតជាអរគុណទៅកាន់មីមីជាខ្លាំងដែលបានជួយសង្គ្រោះគាត់ហើយពូសក់ខ្មៅហ្នឹងក៏បានជួយរៀបចំរទេះហើយក៏បានប្រាប់ថារទេះនេះគឺអាចធ្វើដំណើរទៅដល់ភូមិអ្នកស្រកហើយនៅពេលទៅដល់ភូមិអ្នកស្រកហ្នឹងគឺឲ្យគេជួយជួសជុលបន្ថែមអីចឹងណាហើយវានឹងអាចបន្តដំណើរទៅដល់រាជធានីជាមិនខានឡើយមីមីហ្នឹងនាងក៏បានបន្ថែមថាអ្នកស្រកនៅទីនោះគឺមានចិត្តល្អណាស់ដែលធ្វើឲ្យកសិករហ្នឹងគឺពិតជាសប្បាយរីករាយជាខ្លាំងព្រោះថាវាជារឿងដែលល្អសម្រាប់ពួកគាត់ក្នុងការធ្វើដំណើរទៅជាមួយនឹងអ្នកបរទេសសាយទៅកាន់រាជធានីដើម្បីស្វែងរកគុណស្រីរបស់គាត់អ្នកបរទេសសាយហ្នឹងក៏បានធ្វើការអរគុណម្ដងទៀតទៅកាន់មីមីសម្រាប់រឿងគ្រប់យ៉ាងហើយគាត់ហ្នឹងបានសួរពីឈ្មោះផងដែរហើយមីមីនិងពូសាច់ដុំពីរនាក់ហ្នឹងក៏បានឆ្លើយស្រាប់គ្នាតែម្ដងហើយថាឈ្មោះរបស់គេគឺមិនសំខាន់ហើយនឹងមិនគួរដឹងឡើយហើយបន្ទាប់មកហ្នឹងឃើញថាការធ្វើដំណើររបស់មីមីគឺកាន់តែខិតជិតទៅដល់ផ្ទះរបស់នាងមែនទេណៃហើយទេសភាពនៅតាមដងផ្លូវគឺពិតជាស្រស់ស្អាតមានភ្នំមានស្មៅដុកខៀវតែព្រមតែម្ដងហើយសម្បីតែសត្វគោនៅទីនោះក៏មានផងដែរដែលជាស្រស់ស្អាតខ្លាំងណាស់ទេសភាពនៅតាមផ្លូវហ្នឹងហើយនៅទីបំផុតហ្នឹងមីមីនាងក៏បានប
ដល់ផ្ទះរបស់នាងនៅពេលទៅដល់ពេលហ្នឹងមីមីនេះមានអារម្មណ៍ថានាងគឺសាមជាមួយនឹងផ្ទះរបស់អៃដាហើយនៅពេលដែលមកដល់ផ្ទះរបស់នាងវិញមានអារម្មណ៍ថាវាដូចជាចម្លែកមិនដែលធ្លាប់ស្គាល់ហើយមិនធ្លាប់នៅអីចឹងណានៅពេលនោះដែរនាងក៏បានដើរចូលទៅជ្រៅបន្តិចហើយអនុស្សាវរីយ៍ទាំងអំបញ្ញហ្នឹងក៏បានដុតដាំនៅក្នុងការចងចាំរបស់មីមីម្ដងទៀតដែរគឺកាលពីក្មេងគឺនាងរត់លេងយ៉ាងសប្បាយជាមួយនឹងបងប្អូនស្រីៗរបស់នាងហើយមួយវិញទៀតហ្នឹងគឺការជួបជុំគ្រួសាររបស់នាងគឺពោរពេញទៅដោយភាពកក់ក្ដៅតែម្ដងហើយនាងក៏បាននឹកឃើញទៅដល់ការហ្វឹកហាត់ក្បាច់គុនជាមួយនឹងឪពុករបស់នាងផងដែរតែពេលនោះដែរគឺវាមានអារម្មណ៍ថារីករាយហើយនឹងសប្បាយជាមួយនឹងអនុស្សាវរីយ៍ល្អៗរបស់នាងនៅលើទឹកដីកំណើតដែលមិនអាចបំភ្លេចបានហើយអ្នកណាគេខ្លះដែលធ្លាប់បានចាក់ចែងពីស្រុកកំណើតទៅយូរខែឆ្នាំដូចជាមីមីនោះតើពេលដែលត្រឡប់មកវិញគឺមានអារម្មណ៍ដូចជាមីមីបាននិយាយចំពោះ admin វិញក៏មិនខុសគ្នាពីមីមីនោះទេនៅពេលដែលតាណាឆ្ងាយស្រកឆ្ងាយស្រែកយូរខ្លាំងពេកហ្នឹងណាគឺថាអារម្មណ៍ចេះតែនឹកទេនៅពេលដែលមកដល់ម្ដងគឺចេះតែមានអារម្មណ៍ថាកក់ក្ដៅហើយនឹងអនុស្សាវរីយ៍គ្រប់យ៉ាងនៃការរស់នៅកាលពីក្មេងគឺថាមិនចង់ត្រឡប់ទៅម្ដងទៀតនោះឡើយហើយវីដេអូរបស់យើងក៏ត្រូវបានឆ្លេះតែប៉ុណ្ណឹងសិនណាអរគុណច្រើនចំពោះការទស្សនាវីដេអូសម្រាប់រឿងរបស់មីណាអរគុណច្រើនបាយបាយ